អរគុណមែនតើបទចម្រៀងនេះផងដែរគ្រប់ផ្ញើជូនបងប្អូនទាំងអស់គ្នានៅទីនេះក៏ដូចជាបងវីរៈកងទ័ពនៅតាមបន្ទាត់ព្រំដែនផងដែរហើយគ្រប់ផ្ញើជូនបទចម្រៀងនេះដល់ថ្នាក់ដឹកនាំដែលលោកខំពុះពៀហើយការពៀនៅសត្រូវឈ្លានពាននាងខ្ញុំនៅមានបទចម្រៀងមួយបទទៀតដូច្នេះសូមជូនមួយបទទៀតចា៎